អូខេថ្ងៃនេះខ្ញុំបង្ហាញតកតងជាមួយនឹងយើងពី MQ ទៅព្រោះ MQ វាសារៈសំខាន់ក្នុងការ apply ទៅលើ application ទៅលើ system ធំដែលអ្នក involve ទៅលើប្រតិបត្តិការ traffic ច្រើនដែលវាតកតងជាមួយនឹងការ handle ទៅលើ message ឬក៏ handle ទៅលើការ perform មួយយើងខ្ញុំក៏ one by one ទៅកាន់ទីមួយនៃ slide របស់ខ្ញុំយកទៅ topic នេះយើងនិយាយពី MQ focus ទៅលើ MQ មិន specific ទេមិនទៅលើ Kafka មិនទៅលើ Redis ឬក៏ទៅមើល RabbitMQ ទេគឺយើង focus general ជា feature របស់ MQ មានថាជា benefit តែយើងប្រើ MQ ដើម្បីអ្វី MQ មានសារៈសំខាន់អីខ្លះអញ្ចឹងអូខេអញ្ចឹង MQ វាជា message សម្រាប់ handling ទៅលើ transaction ទៅលើ handle ទៅលើ transaction volume របស់ transaction បើសិនបើ business មួយ grow data grow message grow traffic through តាម protocol ណាមួយគឺចាំបាច់ត្រូវតែមាន MQ នៅ integration middle ដើម្បីទប់នៅ scale ឬក៏ performance របស់ server performance របស់ message ដើម្បីឲ្យវា smoothly នៃការ process របស់យើងនឹងជាទិសដៅរបស់ MQ អូខេ MQ ដែលខ្ញុំបាន introduction មុនហ្នឹងគឺ MQ ជា message method asynchronous communication មានថាវា between client ទៅ server ទៅ client រវាង server side request and server response អញ្ចឹងពីហ្នឹងគឺវាជា communication រវាងគ្នាប៉ុន្តែវាក៏ជា middleware វាជា middle មួយនៅចំកណ្ដាល central រវាង client និង server ដើម្បីឲ្យ communication ពីរហ្នឹងគឺមានភាពទៅរលូន note លក្ខខណ្ឌយើងប្រើ MQ លុះត្រាតែមានការ handling message ច្រើនទូចក៏ប្រើបានដែរប៉ុន្តែជាទូទៅគេប្រើវានៅក្នុងគោលបំណងគឺការ traffic ច្រើនរាប់លាន message ក្នុងពេលតែមួយអញ្ចឹងគឺចាំបាច់ត្រូវតែមាន MQ ដើម្បី control ទៅលើ message កុំឲ្យវាបាត់បង់កុំឲ្យវាមានបញ្ហា crash មានបញ្ហា handling ទៅលើ handle ទៅលើ server ណាមួយអញ្ចឹងវាជួយ benefit ទាំងអស់ហ្នឹងអញ្ចឹងហេតុអ្វីបានជាចាំបាច់ត្រូវប្រើ MQ ដូចខ្ញុំបានលើកឡើងខាងលើអញ្ចឹងគឺ MQ អនុញ្ញាតឲ្យផ្សេងៗនៃកម្មវិធី product ការដោយទៅរលូនដោយឯករាជ្យមានថាអត់មានការ process ជាន់គ្នាជាន់ ID គ្នាជាន់ section គ្នាអត់ទេវាគឺ separate process វាដើរដាច់ដោយឡែកពីគ្នាងាយស្រួលក្នុងការកែប្រែឬក៏ជួយសមត្ថភាពដល់ផលវាជួយទប់ទៅលើបញ្ហាជាច្រើនដូចជាបញ្ហាដូចខ្ញុំលើកឡើងខាងលើដើមដែរគឺតកតងជាមួយនឹងការ handle performance គឺវាជួយទប់បានច្រើនព្រោះវាប្រើ asynchronous រវាង communication មិនឲ្យបាត់ data ទេគឺវានៅ Q message អូខេអញ្ចឹង key feature របស់វាគឺមានជាច្រើនដែលវាជា core component របស់វាហ្នឹង coding component គឺជាការ separate ដូចខ្ញុំលើកឡើងវាជា separate component វាជាដាច់ដោយឡែកពីគ្នាផ្សេងគ្នាដែលវាធ្វើការអត់ឲ្យជាន់ជា UID របស់គ្នាទេឧទាហរណ៍ថា application មួយខ្ញុំនិយាយទៅលើពពួក e-commerce អញ្ចឹង e-commerce មួយគឺសម្រាប់ message មួយហ្នឹងគឺសម្រាប់ perform top up ឬក៏ perform chat ឬក៏ហៅថា buy ឬក៏ buy អីបានអីមួយហ្នឹងគឺវាសម្រាប់តែធ្វើ separate event របស់វាគឺ separately ទៅលើ queue message ទៅលើ perform message ទៅលើ ID usage ទៅលើ GUID នៅក្នុង OS និយាយពី OS level និយាយពី MQ level អញ្ចឹងវា separately អត់ឲ្យច្រឡំគ្នាទេទោះបីមាន traction ច្រើនអត់ឲ្យច្រឡំគ្នាទេដាច់ខាត់គឺមិនច្រឡំគ្នាដាច់ខាត់មិនឆ្លង section គ្នាករណីបើសិនបើមិនមាន queue សម្រាប់ទប់ត្រឹម 1000 transaction អត់បញ្ហាទេ server អាច handle បានវាអាច manage message របស់វាបាន separately ប៉ុន្តែរាប់ម៉ឺន transaction រាប់លាន transaction
គេត្រូវការចាំបាច់ត្រូវតែមាន queue ដើម្បីទប់កុំឲ្យវា cross ដើម្បីកុំឲ្យជាន់គ្នាជាន់ request ជាន់ GYD ព្រោះរាល់ millisecond request មិនមែន second ទេគឺ millisecond អញ្ចឹងវាជួយបានច្រើនតកតងជាមួយនឹងបញ្ហា miss loss data គឺវាជួយបានច្រើនតកតងជាមួយនឹងការ scalability របស់វានឹងគឺអាច handling ទៅលើ OS ទៅលើ វាជួយនិយាយទៅវាជួយឲ្យ business grow ឧទាហរណ៍ថាបញ្ហា business មួយ mobile app មួយគាត់ request response ទៅវាមានបញ្ហា down នោះរត់ down server មានថានៅពេលដែល transaction បុកមកច្រើនពេកធ្វើឲ្យ server crash ហ្មង OS ទប់លេងជាប់ហើយដោយសារអីដោយសារអត់មាន queue មួយទប់ queue វាដូចជាច្រកទ្វារមួយអញ្ចឹងដើម្បីវាជំរុញ one by one ប៉ុន្តែវា work multiple process វា work multiple process separately អញ្ចឹងវាអត់អាចទៅជាន់គ្នាមានន័យថាច្រកទ្វារយើងមិនមែនច្រកទ្វារតែមួយទេយើងបង្កើតច្រកទ្វារទូចទៅក្នុងផ្ទះតែមួយអញ្ចឹងបើយើងមានទ្វារតែមួយយើងទៅទ្វារតែមួយយើងនឹង queue ចាំគ្នាហើយ slow ទៀតដូច queue នៅលើយើងដឹងហើយថាដូច queue នៅតាម bank ដែលយើងទៅ call center ទៅអីទៅការ support ពី cashier ឬក៏ពីអីមួយដែល issue ទៅលើ account របស់យើងទៅមានទៅចុចប៊ូតុង queue មួយទៅគេចុចប៊ូតុង queue មួយគឺវាដូចអញ្ចឹង queue នេះគឺការ delay ឲ្យវាតម្រៀបជួរគ្នាឲ្យទៅតាមលំដាប់អត់ឲ្យ customer ទៅឃើញអា available តាន់ no អត់ទេគឺតាម number របស់ខ្លួនដែលខ្លួនកាន់លេខនឹងដល់អ្នកទៅអត់អាចទៅប្រចាំបានទេនឹងគឺទិសដៅរបស់យើងអញ្ចឹងវា separately គឺយើងវាមាន asynchronous processing យើងដឹងហើយថា asynchronous processing គឺជាការផ្ញើសារដែលគ្មានការរងចាំទេគឺវាធ្វើការ multiple ដូចខ្ញុំលើកឡើងគឺ multiple process multiple separately user A ធ្វើការ user A user B ធ្វើការ user multiple ធ្វើការ user ធ្វើការ asynchronous multiple វា work លក្ខណៈ separately no single មិនមែនជា single ទេណាសូមទៅអញ្ចឹងដឹងហើយដែលជាមិនមែនជា single ហ្នឹងហើយដែលវាអាច handling ទៅលើ perform transaction multiple បាន multiple គឺសំដៅទៅលើរាប់លានមិនមែនរាប់ពាន់ទេ1000ក៏អាចយើងបានដែរប៉ុន្តែតើតួមួយ OS ត្រឹម1000អីវាអាច handle បានទៅ perform transaction around 100,000ទៅលើ OS sizing របស់វាក៏ធំដែរគួរសមដែរអញ្ចឹងវាអាច handle បានប៉ុន្តែទីឡើងគឺបើសិនបើ transaction នោះច្រើនចាំបាច់ត្រូវតែមាន MQ ត្រូវតែមាន MQ មកវាថា message queue អញ្ចឹងត្រូវតែមាន message queue មួយដើម្បីជា middle ទៅលើ transaction ហ្នឹង through ទៅកាន់ database through ទៅកាន់ API through ទៅកាន់ other protocol ជាងចាំបាច់ត្រូវតែមាន MQ មួយអានេះគឺជាការ propose solution ឬក៏ជាការ solution នៅពេលដែល customer ឬក៏នៅពេលដែល business ខ្លួន grow data grow customer និយាយទៅពួក financial ឬក៏ពួក e-commerce ក៏ជា embo financial ដែរវាជា financial cash flow ដែរយើងរាប់បញ្ចូលជា financial អញ្ចឹងវាធ្វើការច្រើនឬ multiple transaction multiple processing multiple data ដែលរុញចូលទៅក្នុង back end រវាង front end និង back end អញ្ចឹងវាមានដែលយើងឡើងគឺវាជា asynchronous processing ដែលមិនងាយឲ្យការបាត់ទេនឹងការ throughput របស់វាគឺ throughput មានន័យថា user handling ឲ្យដឹងពី handling របស់វាការ response request របស់វាអញ្ចឹងយើងនឹងឃើញនៅចំណុចហ្នឹងអូខេចំណុចមួយទៀតនោះគឺ scalability យើងដឹងថា scalability គឺជួយបង្កើននៅប្រសិទ្ធភាពរបស់ software របស់យើងរបស់ system របស់យើងដែលប្រើ MQ ទប់ឧទាហរណ៍ថា mobile banking មួយគាត់មិនទាន់មាន MQ ទប់នៅក្នុង middle គាត់មិនអាច perform transaction រាប់ម៉ឺនខ្ញុំជឿថាមិនអាចរាប់ម៉ឺននៅក្នុង millisecond server ធំប៉ុណ្ណាក៏ដោយ OS IO របស់វាមានកម្រិត
IO របស់វាមានកម្រិតការស្រិត hole របស់វាមានកម្រិតនៅក្នុងការ write ទៅលើ OS របស់វាការ execute ទៅលើ application ណាមួយ Java Python ឬក៏ other core program ដែលវានៅការ execute Node.js អីហ្នឹងគឺវាមាន IO របស់វាមាន input output របស់វាអញ្ចឹង input output របស់វាគឺមាន limit អត់អាចទៅច្រើនដែលគ្មានដែនកំណត់ទេគឺអាស្រ័យទៅលើ OS និង capacity របស់ server របស់ VM ឬរបស់ OS អញ្ចឹង IO របស់ OS វាមានកន្លែង limit របស់វា read write បានតែប្រមាណដែលគេអាស្រ័យពីកំណត់ limit បានរាប់ម៉ឺនក្នុង millisecond ប៉ុន្តែវាក៏ refer ទៅលើ sizing ដែរឧទាហរណ៍ថា CPU វា 8G CPU 8 core sorry 8 core យើងវានឹង calculate ទៅថាវាអាចមាន handle បានតែប្រមាណទេវាទប់ខ្លួនវាមានថាវាទប់ខ្លួនវាប៉ុន្តែបើសិនយើងមាន MQ មួយទៀតវានឹងជួយសម្រួលទៅលើអា server ហ្នឹងលែងរ៉ាប់រងទាំងអស់ហើយធម្មតាបើសិនបើមាន MQ ទេ server នឹងទៅរ៉ាប់រងទាំងអស់រ៉ាប់រងមិន transaction មក 10000 រុញចូល 10000 transaction មក 1 លានរុញចូល 1 លានតើក្នុង 1 លានក្នុងពេលតែមួយតើ OS យកមកទុកឯណាយើងនិយាយអញ្ចឹងយើងនិយាយរឿងពាក្យសាមញ្ញតិចទៅហើយយើងបើសិនបើ OS ទាំងមូលទុកនៅចំណុចណាតើវា handle បានវានឹងអាចដួលបើសិនវាទុកអត់រួចវាទុកអត់រួចលុះត្រាតែមានទីមួយគឺ resource របស់វាទីពីរគឺ IO របស់វា IO core របស់វា input output របស់វាអញ្ចឹង input output របស់វាអត់អាច handle បានវានឹងដេក server នឹងដេកបើសិនបើ server នឹងដេកបើសិនបើ VM វាស្ថិតនៅក្នុង server វាស្ថិតនៅក្នុង VM អញ្ចឹងបើ server នឹងដេក transaction គឺ hold transaction គឺ fail អត់មាន queue ទេនឹង release message នឹងគឺបាត់អស់ហើយដោយសារអត់មាន queue message សម្រាប់ waiting សម្រាប់ delay sync រវាង back end និង front end អូខេនេះ scalability អូខេអញ្ចឹងយើងទៅ topic មួយទៀតគឺទាក់ទងជាមួយនឹងfault ឬក៏ទុកនៅដូចជា queue provider និយាយថា message representation ទៅលើ delivery engagement ឬក៏ no loss data ដែលខ្ញុំនិយាយឡើងគឺអត់បាត់ទេ data នោះគឺវាមាន scale របស់វាមាន load balancing របស់វាមាន control matching របស់វាដើម្បី system នឹងវា work smoothly ហេតុអ្វីបានមិនបាត់វា work លក្ខណៈ multiple separately ដែលខ្ញុំលើកឡើងនោះគឺ multiple separately អូខេអញ្ចឹងវា make sure ថាការ delivery របស់វាគឺ smoothly អត់មានថាពាក់ព័ន្ធឬក៏អត់អីទេអត់លូលអីទេនៅលើ software application ក្នុងនោះគឺវាមាន feature មួយទៀតគឺ load balancing យើងដឹងហើយថា load balancing គឺ multiple consumer multiple signal យើងហៅថា signal multiple traffic A down router traffic B down router traffic C multiple វាមាន load balancing នៅក្នុងនោះអញ្ចឹងដើម្បីជួយទៅលើ performance របស់ front end ឬក៏ back end របស់យើងឲ្យមានភាពស្រួលសម្រួលមិនបើសិនបើករណីយើងអត់មាន MQ ខ្ញុំនិយាយទៅលើ load balancing ករណីអត់មាន MQ ទប់ទេខ្ញុំសូមសង្កត់ធ្ងន់ទៅលើ transaction ច្រើនអត់សម្រាប់ statistic ទេខ្ញុំសង្កត់ធ្ងន់ again and again កន្លែងហ្នឹងនៅពេលដែលអត់មាន MQ load balancing គឺក្នុងនឹងគឺយើងអាចប្រើ load balancing លក្ខណៈជា load balancer control different ហ្នឹងទៅយើងអាចប្រើ hardware load balancing ឬក៏ software load balancing ឬក៏ហៅ AHA proxy មួយ proxy មួយ central សម្រាប់ client server អាហ្នឹងករណីអត់ transaction តិច 10000 អូខេ can millisecond ប៉ុន្តែរាប់លានដូចជា Facebook TikTok អីនេះសត្វទេលំដាប់ហើយតើសិនយើង at least ក៏ត្រូវការមាន MQ 3 4ដែរដើម្បីទប់លើពួក interface រវាង between server និង client ហើយខាង back end ក៏មិនមែនតូចដែរទៅជាមួយនឹង sizing របស់ការ execute call processing របស់វាអូខេ
cần highlight ទេអញ្ចឹង load balancing វាជួយ benefit ទៅលើការ fail downtime ការ fail downtime អញ្ចឹងមាន fail មាន downtime ហើយតែវាបានកាត់បន្ថយអាហ្នឹងមូលហេតុអី load balancing វាប្រើជា multiple single point to multiple និយាយថា single point to multiple from client side one single server side multiple អញ្ចឹងវាជួយ manage traffic នៅកន្លែងហ្នឹងវាជួយ manage traffic រាល់ traffic ដែល handling ទៅលើ node ហ្នឹងពេញទៅលើ millisecond ទៅលើ milli number limit របស់វានឹង route to other node អូខេមិនយល់ច្រើនទេលោកវិនស៊ីងអូខេ buffering buffer ឬគេហៅ buffering buffer អញ្ចឹងតើតើជាមួយនឹងការ bring traffic លើ MQ វាជួយទៅលើ store the message allow procedure វានឹង continue វាថាវា work លក្ខណៈជា loading ឬគេហៅ loading វាដូចថាយើងមាន queue message គឺ waiting វាមិនឲ្យការបាត់បង់ទេតែវា waiting វា waiting ដល់គណៈពេលណាមួយប៉ុន្តែវានឹង store queue នឹងនៅក្នុង temporary របស់វា វា store message ក្នុង temporary របស់វាលុះត្រាតែវាមានការ recovery ឡើងវិញវានឹង processing the same និយាយទៅកាត់បន្ថយការបាត់បង់ data អូខេអូខេវាជួយទៅលើ improve handling អញ្ចឹងដូចយើងរៀបរាប់ខាងលើមិញមានប្រហែលចំណុចហ្នឹងគឺទាំងអស់ហ្នឹងគឺជាការ improve ទៅលើ error handling ហើយ error handling why error handling error handling គឺតកតងជាមួយនឹងការ corruption ទៅលើ database data ឬក៏ missing logic នៅកន្លែងណាមួយឬក៏ fail processing របស់យើងវាជួយកាត់បន្ថយទាំងអស់ហ្នឹងអូខេអូខេយើង conclude មកវិញគឺការប្រើ MQ ហ្នឹងគឺជួយទៅលើ performance maintenance ទៅលើ system របស់យើង scalability ទៅលើ system marketing និង central model application យើងវាជួយទៅលើឲ្យនិយាយទៅយើងសំខាន់មកវិញគឺវាជួយ grow ទៅលើ data ទៅលើ performance ទៅលើ server side ទៅលើនិយាយទៅ performance scalability វាការបាត់ data ហ្នឹងគឺជួយអានច្រើនទៅលើ MQ ថា MQ មានណាទេអ្នកអាចសិក្សាបានហើយខ្ញុំនឹងធ្វើវីដេអូបន្តទៀតទៅលើ MQ នីមួយៗដែលតើ MQ មានណាដែលយើងគួរយក apply ហើយ MQ មានណាមាន license MQ មានណា open source អញ្ចឹង open source មិនក៏មិនអន់ដែរប៉ុន្តែគ្រាន់តែថាជា open source ដែលទទួលមានការ support អត់មានជាគេថាអត់មាន team support តែបើយើង expert ហើយយើងអាច support ពីបានអូខេចឹងអរគុណច្រើនមានតែប៉ុណ្្នឹងសម្រាប់ share នៅថ្ងៃនេះតើតើជាមួយនឹង MQ ដែលជា message តើតើនិយាយទៅ level message ការ handle ទៅលើ transaction អូខេ thank you